សូមអរគុណដល់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានជួយផ្ដល់អាគារឲ្យនាងខ្ញុំបានរៀនគ្រប់គ្រាន់និងសិក្សានៅសិស្សទាំងអស់នៅវិទ្យាល័យហ៊ុនសែនអរិយថ្នោតបានអាគារហ្នឹងទៅគឺសិស្សគាត់ទទួលបានការរៀនសូត្រហើយអញនិយាយបានថាមួយថ្នាក់គឺសិស្សរហូតដល់60នាក់អញ្ចឹងគ្រូមានការពិបាកខ្លាំងសិស្សក៏មានការពិបាកខ្លាំងនៅក្នុងការរៀនសូត្រដល់ពេលបានអាគារថ្មីហ្នឹងទៅគឺសប្បាយចិត្តចេញពីបេះដូងខ្លាំងមែនតើដោយសារតែទទួលបានអាគារហ្នឹងមកគឺសម្រួលច្រើនទាំងការសិក្សារបស់សិស្សហើយសិស្សមួយចំនួនដែលគាត់ត្រូវទៅរៀននៅខាងស្ទឹងត្រង់ឆ្ងាយដល់ពេលបានអាគារហ្នឹងមកគឺគាត់មិនបាច់ចាំត្រូវទៅស្ទឹងត្រង់ទៀតទេបើសិនជាគាត់អត់មានទេគាត់អាចត្រូវជិះដល់ឆ្ងាយហើយផលពិបាកទៀតគឺសិស្សគាត់អាចធ្វើការឈប់រៀនដល់ពេលមានអាគារហ្នឹងគឺល្អអញនិយាយបានថាគឺខ្ញុំពិតជានៅតែអរគុណសម្ដេចខ្លាំងមែនតើព្រោះទទួលបាននៅផលប្រយោជន៍និងគុណសម្បត្តិច្រើនខ្លាំងមែនតើហើយខ្ញុំជាអ្នកគ្រូតំណាងឲ្យលោកគ្រូអ្នកគ្រូទាំងអស់សូមថ្លែងអំណរគុណទៅដល់សម្ដេចជូនពរសម្ដេចឲ្យមានសុខភាពល្អប្រកបកិច្ចភារកិច្ចទាំងអស់គឺសុទ្ធតែជោគជ័យដឹកនាំប្រទេសមានតែភាពអភិវឌ្ឍរុងរឿងចា៎អរគុណមួយវេនហ្នឹងគឺមានថ្នាក់ទី7និងទី8ហើយមួយវេនទៅគឺថ្នាក់វិទ្យាល័យទី9ទី10ទី11និងទី12អញ្ចឹងបើដោយបានគុណរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានផ្ដល់អាគារសិក្សាថ្មីនេះមកនេះគឺយើងនឹងឡើងខ្វះខាតបន្ទប់រៀនទៀតហើយយើងនឹងខំបង្កើនគុណភាពរៀននិងបង្រៀនឲ្យបានកាន់តែល្អថែមទៀតបាទហើយខ្ញុំបាទតំណាងឲ្យលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនអរិយថ្នោតទាំងអស់និងបងប្អូនសិស្សានុសិស្សទាំងអស់និងប្រជាពលរដ្ឋនៅក្នុងភូមិអរិយថ្នោតទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានផ្ដល់អាគារសិក្សាមួយខ្នងនេះមកដល់សាលានិងដល់ប្រជាជននៅក្នុងភូមិអរិយថ្នោតទាំងមូលដោយសារតែយើងមាន10បន្ទប់ហើយចំនួនសិស្សវាមានរហូតដល់ទៅ800អ្នកជាងអញ្ចឹងធ្វើឲ្យវិទ្យាល័យហ៊ុនសែនអរិយថ្នោតរបស់យើងខ្ញុំនេះមានការខ្វះខាតបន្ទប់សូមសម្ដេចពេលដែលមកធ្វើចែកប្លង់ដីនៅបឹងកេតនេះអញ្ចឹងលោកគ្រូអ្នកគ្រូក៏បានទៅសុំសម្ដេចបវរធិបតីហ៊ុនម៉ាណែតហ្នឹងក៏គាត់ឲ្យលោកឲ្យសាលាហ្នឹងមួយខ្នងបន្ថែមទៀតដែលមាន11ខ្នង2ជាន់12បន្ទប់ហើយថែមអាគារទីចាត់ការមួយខ្នងទៀតហើយការសាងសង់អាគារថ្មីនេះគឺបានប្រហែលជា40%ជាងហើយបាទអញ្ចឹងប្រើរយៈពេលអស់តែ1ខែ2ខែយើងបានប្រហែលជា40%ហើយអញ្ចឹងនៅចូលកងថ្មីនេះប្រហែលជាបានយើងបានប្រើប្រាស់ហើយអញ្ចឹងចុងក្រោយនេះខ្ញុំសូមគោរពជូនពរសម្ដេចបវរធិបតីហ៊ុនម៉ាណែតសម្ដេចពុកដែលបានជួយដល់សាលារបស់យើងខ្ញុំដែលជាសម្រាប់បម្រើផលប្រយោជន៍ទៅដល់សិស្សានុសិស្សទាំងអស់ក៏ដូចជាប្រជាជននៅក្នុងឃុំអរិយថ្នោតទាំងមូល